សួស្តីបងចាបងសម្រាប់វីដេអូនេះផងដែរខ្ញុំសូមធ្វើការបង្ហាញទាក់ទងទៅនឹងការបង្កើត user ការកំណត់សិទ្ធិទៅកាន់ user នីមួយៗសម្រាប់ការបង្កើតផងដែរគឺយើងត្រូវចូលមកក្នុងមុខងារ security ចាអញ្ចឹងចំណុចដែលសំខាន់ពាក់ព័ន្ធជាមួយទៅនឹងការបង្កើត user គឺយើងមាន3ចំណុចធំចំណុចទី1គឺសំដៅទៅលើការ create user role user role គឺយើងសំដៅទៅលើ role ឬក៏តួនាទីដែលបងមានឬក៏ role ដែលបងបែងចែកទៅតាម department មួយដែលគាត់ជាអ្នកប្រើប្រាស់ user ឬក៏អ្នកដែលគាត់ប្រើប្រាស់ system ចាអញ្ចឹង user role នៅក្នុងនេះគឺយើងមានជា default មួយចំនួនដែលជា default របស់ system ស្រាប់ដូចដែលបងបានឃើញគឺមាន role ផ្នែក accounting admin cashier ឬក៏ជា stock controller អញ្ចឹងបើសិនជាបងមាន role ផ្សេងខុសពីនឹងទៀតបងអាចធ្វើការបង្កើតបានបន្ថែមពីលើនឹងទៀតអញ្ចឹងការបង្កើត user role នេះគឺយើងអត់មានជាការ limit ទេបងអាចធ្វើការ create បានទៅតាម role ជាក់ស្ដែងរបស់បងចាសម្រាប់ការបង្កើតគឺបងចូលមកក្នុងប៊ូតុង new ដើម្បីធ្វើការបង្កើត example ថាខ្ញុំបង្កើត role ថ្មីមួយជាផ្នែកលក់ជាផ្នែក sale ឬក៏បងមានស្រាប់ទៅតាម department នេះហើយបងចាំបាច់ធ្វើការបង្កើតថ្មីក៏បានដែរអញ្ចឹងខ្ញុំសូមទៅធ្វើការ edit ទាក់ទងទៅនឹង role accounting មួយខ្ញុំសូមធ្វើការ edit អញ្ចឹង user role គឺងាយស្រួលមែនទែនមកគ្រាន់តែបញ្ចូលទាក់ទងទៅនឹងឈ្មោះ role ដែលបងចង់ធ្វើការបង្កើតហើយបងរក្សាទុកមកវិញគឺការបង្កើត user role របស់យើងរួចរាល់មួយវិញទៀត memo កន្លែងនេះគឺជាការកំណត់សម្គាល់តើ role នេះគាត់មានតួនាទីផ្នែកអីគេករណីបងចង់ធ្វើការ detail បន្ថែមទៅលើ role ដែលបងបានធ្វើការបង្កើតខាងលើហ្នឹងតែបើសិនជាបងអត់មានតម្រូវការបងអាចធ្វើការបំពេញក៏បានដែរសម្រាប់ setter នៅកន្លែងនេះបងចូលមកគឺមានពីរជម្រើសឲ្យបងធ្វើការជ្រើសរើស active ឬក៏ inactive inactive គឺយើងនិយាយក្នុងករណីពេលខាងមុខឬក៏ role ណាមួយដែលយើងកំពុងតែមានបងអត់មានតម្រូវការក្នុងការប្រើប្រាស់ទេហើយបងចង់ធ្វើការ hide ចេញពីក្នុងប្រព័ន្ធគឺបងចង់ធ្វើការ hide គឺយើងអាចធ្វើការ inactive បានប៉ុន្តែ role ហ្នឹងគឺនៅតែរក្សាទុកនៅក្នុងប្រព័ន្ធគ្រាន់តែវាអត់សូនៅកន្លែង set up user account ឲ្យបងធ្វើការជ្រើសរើសយក role មួយហ្នឹងចា៎សម្រាប់ប៊ូតុង active គឺទៅលើការប្រើប្រាស់បង្កើត user ហ្នឹងបងប្រើប្រាស់ធម្មតាចា៎អញ្ចឹងខ្ញុំសូមធ្វើការរក្សាទុកមកវិញចា៎ក្រោយពីពេលដែលបងធ្វើការរក្សាទុកគឺបងនឹងបានតាក់ទងទៅនឹង user role មួយចា៎អញ្ចឹងចេញពី user role គឺយើងចូលមកដល់ចំណុចមួយទៀតគឺចូលមកដល់ authorization គឺជាចំណុចទី2ដែលយើងត្រូវធ្វើការរៀបចំតើ role ដែលយើងបានធ្វើការបង្កើតមុននឹងតើគាត់មានសិទ្ធិធ្វើអីគេខ្លះនៅក្នុងប្រព័ន្ធគាត់មានសិទ្ធិឃើញព័ត៌មានអីគេខ្លះនៅក្នុងប្រព័ន្ធរបស់យើងចា៎ជាជំហានទី1បងចូលមកធ្វើការជ្រើសរើស role ដែលបងចង់ធ្វើការកំណត់សិទ្ធិអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាខ្ញុំជ្រើសរើសយក role cashier ចា៎អញ្ចឹងពីលើនេះគឺសុទ្ធតែជាមុខងារដែលយើងមានដែលយើងlist ទៅតាម feature ដែលយើងមាននៅផ្នែកខាងស្ដាំនេះដែរតាមលំដាប់លំដោយដូចគ្នាផងដែរដូចជាតួទៅនឹងផ្ទាំង dashboard ផ្ទាំង customer dashboard គាត់ជា cashier គឺគាត់អត់មានសិទ្ធិមើលទេទោះបីពេលខ្លះគាត់អត់ log in ផ្នែក back end ក៏ដោយប៉ុន្តែយើងគួរតែបិទគាត់កុំឲ្យគាត់ឃើញពេលខ្លះអាចនឹងគាត់មានតម្រូវការ log in ផ្នែក back end ប្រើប្រាស់ចំណុចណាមួយឬក៏ check report លើការលក់របស់គាត់ណាមួយអញ្ចឹងបងអាចធ្វើការបិទសិទ្ធិរបស់គាត់បន្ថែមចាអញ្ចឹងចំណុចមួយទៀតដែលសំខាន់គឺទៅលើចំណុចនេះគឺតកតងទៅនឹងការ view cost អញ្ចឹងបើសិនជា user មួយនឹងអត់មានសិទ្ធិក្នុងការឃើញតកតងទៅនឹង costing ផ្សេងទេបងគាត់តែ untick មួយមក untick អញ្ចឹងមានថាទោះបីជាគាត់មាន feature ទាំងអស់ក្នុងការប្រើប្រាស់ក៏ទៅលើថ្លៃដើមក៏គាត់អត់អាចឃើញដូចគ្នាដែរចា៎អញ្ចឹងតើតើទៅនឹងព័ត៌មាន set up product អីផ្សេងគឺគាត់អត់មានសិទ្ធិឃើញទេអញ្ចឹងខ្ញុំសូម scroll ចុះមកក្រោមចឹងខ្ញុំសូមបញ្ជាក់តិចដែរកន្លែងកំណត់ authorization នេះគឺយើងមានច្រើនទៅតាម feature ដែលយើងមានអញ្ចឹងសូមនៅពេលដែលបងធ្វើការពិនិត្យបងផ្ទៀងផ្ទាត់លម្អិតបន្តិចដោយសារតែ feature របស់យើងមានច្រើនហើយ role របស់យើងក៏បងត្រូវធ្វើការកំណត់តាមនឹងដូចគ្នាផងដែរមួយវិញទៀតខ្ញុំសូម detail បងពីចំណុចតូចដែលមាននៅក្នុងនេះ
ចឹងបងឃើញមានតើតើទៅនឹងការ set up product បងឃើញមានពាក្យ view create edit ហើយនឹង analyze អញ្ចឹងពាក្យថា view តើ user មួយហ្នឹងគាត់ log in ទៅផ្នែក back end តើគាត់អាច view ទៅលើព័ត៌មានទំនិញហ្នឹងបានឬក៏អត់ទី2តើគាត់មានសិទ្ធិក្នុងការ create ឬក៏អត់ទី3តើបើសិនជាគាត់មានសិទ្ធិ view គាត់មានសិទ្ធិ create តែក្រោយពេលដែលគាត់ធ្វើការ create ហើយគាត់អាចធ្វើការ edit ព័ត៌មានដែល create ហ្នឹងឬក៏អត់អញ្ចឹងបងអាច tick ឬក៏ untick សម្រាប់ analyze គឺជាការ analyze ទៅលើព័ត៌មាន product មួយហ្នឹងតើ product មួយហ្នឹងលក់បានប៉ុន្មានក្នុងរយៈពេល1ខែឬក៏2ខែហ្នឹងយើងអាច analyze បានបន្ថែមអញ្ចឹងបើសិនជាគាត់អត់មានសិទ្ធិទេបង untick ចា៎អញ្ចឹង user រកដែលខ្ញុំរើសឡើងគាត់ជា cashier អញ្ចឹង cashier ទូនាទីរបស់គាត់គឺមានតែទៅលើផ្នែក POS ទេអញ្ចឹងខ្ញុំសូម scroll មកដល់នៅក្នុងចំណុចមុខងារ POS របស់យើងតែម្ដងចាអញ្ចឹងបងឃើញ POS ពាក្យថា create មានន័យថាគាត់ login POS គាត់អាច create invoice លក់ edit គឺតកតងទៅនឹងការ edit តកតងទៅនឹងព័ត៌មានផ្សេងដែលមាននៅលើទំនិញរបស់យើងដូចជាតកតងទៅនឹងតម្លៃការ discount តមកសិទ្ធិក្នុងការ discount change price គឺ update តកតងទៅនឹងតម្លៃលក់បន្តមកទៀតគឺតកតងទៅនឹង reprint នេះគឺសំដៅទៅលើគាត់អាចធ្វើការបោះពុម្ពទៅលើវិក័យប័ត្រដែលគាត់បានលក់ហើយគាត់អាច reprint ឡើងវិញជូនអតិថិជនអញ្ចឹងខ្ញុំសូមបញ្ជាក់តិចគាត់អាច print វិក័យប័ត្រដែលលក់ហើយប៉ុន្តែមិនមែនជាការទៅ reprint ឬក៏ទៅធ្វើការកែប្រែទៅលើវិក័យប័ត្រដែលយើងបានលក់ទេមិនថាគាត់តែគាត់អាចចូលទៅធ្វើការបោះពុម្ពវិក័យប័ត្រដែលបានលក់ហើយនឹងឡើងមកវិញសម្រាប់ delete នៅកន្លែងនេះគឺសំដៅទៅលើតានៅពេលដែលអតិថិជនគាត់ធ្វើការកម្មង់ហើយតើគាត់អាចធ្វើការ delete វិក័យប័ត្រនឹងបានឬក៏អត់អញ្ចឹងយើងដាក់សិទ្ធិនៅកន្លែង delete ហើយ subscribe បន្ទាប់មក create membership គឺសំដៅទៅលើតើគាត់មានសិទ្ធិធ្វើការ create membership ភ្លាមបានឬក៏អត់នៅពេលដែលអតិថិជនគាត់មកទីតាំងហាងរបស់យើងចឹងសម្រាប់ការ create membership នេះបងគួរតែបើកសិទ្ធិឲ្យគាត់ដោយសារតែនៅពេលដែលគាត់ចាប់តាមសងបន្ទុកមានអតិថិជនថ្មីគឺគាត់អាច create បានភ្លាមលើ post តែម្ដង update membership កន្លែងនេះគឺជាការ update ព័ត៌មានរបស់ membership ឧទាហរណ៍ថាគាត់សុំកែប្រែលេខទូរស័ព្ទគាត់សុំកែប្រែឈ្មោះរបស់គាត់បងអាចបើកសិទ្ធិឲ្យគាត់ edit បានបន្តមកទៀតចំណុចដែលសំខាន់បន្តទៀតគឺ update ទៅលើ day of birth membership ហើយនិង price level អញ្ចឹងពីរនេះសំខាន់បើសិនជាយើងមាន promotion ក្នុងថ្ងៃកំណើតរបស់គាត់បើសិនជាយើងអាចឲ្យគាត់ update បានគឺគាត់អាចកែប្រែព័ត៌មាន membership ហ្នឹងឲ្យចុងថ្ងៃ birthday របស់គាត់ក្នុងករណីដែលយើងមាន promotion offer special ណាមួយសម្រាប់ថ្ងៃ birthday របស់គាត់ update price level កន្លែងនេះគឺយើងគួរតែបិទសិទ្ធិគាត់ដូចគ្នាតើអតិថិជនដែលគាត់ជា membership ហ្នឹងគាត់សិទ្ធិនៅក្នុង level ណាមួយអញ្ចឹងពីខាងយើងដើម្បីគាត់ upgrade ពី level ទៅ level លុះត្រាតែគាត់មានជាការសន្សំបន្ទុកអញ្ចឹងមកអាចបើក untick សិទ្ធិកន្លែងហ្នឹងបានបន្តមកទៀត edit ទឹកប្រាក់ OpenSea សម្រាប់ចំណុចនេះគឺអាស្រ័យទៅលើលក្ខខណ្ឌខាងបងតើបងមានគោលការណ៍ថាយើងកំណត់ពី back end default cashier ក៏អត់មានធ្វើការ edit អត់មានសិទ្ធិឬក៏មួយលក្ខខណ្ឌទៀតបើបងថាចាំពេលដែលគាត់ធ្វើការរាប់លុយជាក់ស្ដែងគាត់បញ្ចូលទឹកប្រាក់ OpenSea ជាក់ស្ដែងអញ្ចឹងស្មើនឹងគាត់មានសិទ្ធិក្នុងការ edit ទេអញ្ចឹងបងអាច tick ឬក៏ untick បានអាស្រ័យទៅលើគោលការណ៍ខាងបងបន្តមកទៀត closing balance គឺត្រូវធ្វើការបង្ហាញទៅកាន់គាត់បន្តមកទៀតគឺតកតងទៅនឹង sovereign នៅកន្លែងនេះគឺសំដៅតានៅពេលដែលគាត់ធ្វើការបញ្ជីគាត់អាចមើលឃើញតាទឹកប្រាក់ដែលគាត់រាប់បាននៅពេលបញ្ជីនិងទឹកប្រាក់ដែលលក់មានចំនួនទឹកប្រាក់ខុសគ្នាឬក៏បាត់លុយឬក៏អត់យើងនិយាយងាយស្រួលគឺបាត់លុយឬក៏អត់ចឹងបើសិនជាគាត់មានសិទ្ធិឃើញដឹងដែរថាវេនរបស់គាត់នឹងបាត់លុយចំនួនប៉ុន្មានលើសប៉ុន្មានបងអាចចេញពាក្យថា sovereign នឹងបានប៉ុន្តែបើសិនជាកន្លែងនេះបងយល់ថាបងអត់ចង់ឲ្យ cashier គាត់ដឹងទេទោះលើសឬក៏ខ្វះក៏ដោយបងចង់ជជែកជាមួយនឹងគាត់ពេលក្រោយបងអាចធ្វើការ untick បានចាអញ្ចឹងសូមទៅបន្តទៀតចូលមកដល់តកតងទៅនឹងការយកកំប៉ុង e-wallet ជាងកន្លែងនេះសំដៅទៅលើតានៅពេលដែលអតិថិជនគាត់ចង់ដូរយកគាត់មានកំប៉ុនប្រើប្រាស់អញ្ចឹងកន្លែងនេះដើម្បីកាត់កំប៉ុនអតិថិជនបានគឺបងត្រូវធ្វើការបើកសិទ្ធិឲ្យគាត់ហើយមួយវិញទៀតនៅពេលដែលអតិថិជនគាត់មាន e-wallet នៅកាន់ខាងបងគាត់អាចធ្វើការកាត់កង e-wallet
ជូនអតិថិជនបាននៅពេលដែលគាត់ធ្វើ payment ចាអញ្ចឹងសិទ្ធិពីនេះបងគួរតែបើកជូនគាត់ព្រោះពេលខ្លះអាចនឹងមានអតិថិជនគាត់ចង់កាត់ e-wallet ជាមួយទៅនឹង cashier ផ្ទាល់គាត់អត់ចង់ប្រើប្រាស់លើ app អាចមានករណីនឹងដែរបន្តមកទៀតគឺតកតងទៅនឹង exchange reward exchange reward គឺសំដៅទៅលើការ reward ទៅលើតំណែងណាមួយជាស្អីលើរង្វាន់ណាមួយឧទាហរណ៍ថាខ្ញុំមានបន្ទុក50បន្ទុកហើយខ្ញុំអាចដូរយកកូប៉ុន$2អញ្ចឹងបើសិនជាខ្ញុំអត់ចង់ខ្ញុំជាអតិថិជនខ្ញុំអត់ចង់ធ្វើការ reward ដោយខ្លួនឯងនៅលើ app ទេខ្ញុំចង់ឲ្យ cashier គាត់ធ្វើការ reward ដូរឲ្យខ្ញុំអញ្ចឹងគឺបងអាចបើកសិទ្ធិនឹងជូនគាត់បន្ថែមមួយវិញទៀតគឺតកតងទៅនឹងការ top up balance top up balance នេះគឺយើងអត់ suggest ឲ្យបងឲ្យអតិថិជនគាត់ធ្វើការ top up ជាមួយទៅនឹង cashier ផ្ទាល់ទេគឺបងអាចឲ្យអតិថិជនគាត់ top up លើ mobile app ដែលខ្លួនឯងភ្ជាប់ជាមួយទៅនឹង AVA ដែលខ្លួនឯងចា៎បន្ទាប់មក create item memo គឺទៅលើ memo ឬក៏ការកំណត់សម្គាល់ដែរយើងមានហ្នឹងតែគាត់អាចធ្វើការ create បានភ្លាមអត់ករណីអតិថិជនគាត់ស្នើសុំព័ត៌មានណាមួយដែលយើងអត់ទាន់មាននៅក្នុងប្រព័ន្ធស្រាប់អញ្ចឹងគឺគាត់អាចធ្វើការ create memo បានភ្លាមចា៎ចឹងដោយសារតែចំណុច cashier គឺចំណុចដែលសំខាន់ជាងគេអញ្ចឹងដូចថាបងនឹងអត់សម្រាប់មុខងារផ្សេងទៀតគឺដូចទៅនឹងមុខងារទូទៅដែរទេមានការ view ការ create ហើយនឹង edit ដូចគ្នាអត់មានភាពស្មុគស្មាញទេអញ្ចឹងខ្ញុំអត់តែទៅលើ cashier ច្រើនជាងគេចា៎អញ្ចឹងក្រោយពីបងធ្វើការកំណត់សិទ្ធិជូន cashier រួចរាល់ហើយ user role ខាងលើរួចរាល់ហើយបងអាចធ្វើការរក្សាទុកបានអូខេអញ្ចឹងខ្ញុំសូមធ្វើការរក្សាទុកអញ្ចឹងក្រោយពីយើងធ្វើការរក្សាទុកមុននេះយើងបាន user role យើងបានកំណត់សិទ្ធិទៅកាន់ user role នឹងរួចរាល់ចូលមកដល់ជំហានទី3គឺយើងត្រូវធ្វើការបង្កើតទៅលើ user account user account គឺសំដៅទៅលើ user ដែលបានធ្វើការ login ចូលទៅចាខ្ញុំចូលបន្តមកវិញចូលមកដល់ការបង្កើត user account របស់យើងចឹងទី1គឺបងត្រូវបញ្ចូលតាក់ទងទៅនឹង username នេះគឺគាត់ប្រើដើម្បីធ្វើការ login អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំដាក់គាត់ថា cashier full name របស់គាត់ផ្សេងគឺបងអាចធ្វើការបំពេញបានបន្ថែមខ្ញុំឧទាហរណ៍ជាឈ្មោះរបស់ខ្ញុំអញ្ចឹងសម្រាប់ full name ហើយនិង cashier ឡើងនេះបងអាចដាក់ពីរផ្សេងគ្នាបានដោយសារតែ user name នេះគឺជា user ដែលយើងប្រើប្រាស់ login អញ្ចឹងបងដាក់តែអក្សរកាត់ពីរពាក្យក៏បានដែរអាចថាងាយស្រួលក្នុងការវាយនៅពេលដែល report យើងចេញផ្នែក backend គឺវានឹងចាប់ full name បន្ទាប់មកព័ត៌មានទូទៅរបស់គាត់លេខទូរស័ព្ទ Gmail របស់គាត់បើសិនជាមានបន្ទាប់មកទៀតចំណុចដែលសំខាន់គឺទៅលើ user role តើ user role គាត់ស្ថិតនៅក្នុង role មួយណា user ដែលយើងបានបង្កើតខាងលើហ្នឹងណាបងអញ្ចឹងបើសិនជាបងបង្កើតគាត់ជា user សម្រាប់ accounting សម្រាប់ admin សម្រាប់ stock អញ្ចឹងបងរើសទៅតាមហ្នឹងតែ user ដែលខ្ញុំបង្កើតខាងលើនេះខ្ញុំជ្រើសរើស role គាត់ជា cashier ប៊ូតុង status នៅកន្លែងនេះគឺដូចគ្នាផងដែរមាន active និង inactive អញ្ចឹងនៅពេលខាងមុខ user មួយហ្នឹងគាត់ឈប់ធ្វើការនៅកន្លែងបងគាត់ឈប់មានតម្រូវការប្រើប្រាស់ហើយអញ្ចឹងដើម្បីកុំឲ្យគាត់ធ្វើការ login បានបងអាចមកធ្វើការ inactive បានបន្ទាប់ខាងនេះគឺតកតងទៅនឹងរូបភាពអញ្ចឹងបើសិនជាបងចង់ឲ្យគាត់ធ្វើការ login ផ្នែក back end ទៅឃើញ profile របស់គាត់ដូចទៅនឹង user របស់ខ្ញុំបងអាចធ្វើការប្រើរូបភាពចូលបានរូបភាពរបស់user របស់បងក្រុមការងាររបស់បងគឺបងអាច attach ចូលបានចា៎ក្រោយពីបងបញ្ចូលព័ត៌មានទាំងអស់នឹងរួចរាល់ហើយបងអាចធ្វើការរក្សាទុកបានអញ្ចឹងខ្ញុំសូមបញ្ជាក់ចំណុចដែលសំខាន់គឺទៅលើ user role តើ username ខាងលើដែលបងបង្កើតនេះក៏ស្ថិតនៅក្នុង role មួយដែរអូខេអញ្ចឹងខ្ញុំសូមធ្វើការរក្សាទុកអញ្ចឹងគឺបងនឹងបានតាក់ទងទៅនឹង user ថ្មីមួយគឺជា user cashier ហើយ role របស់គាត់គឺជា cashier សម្រាប់ password មកវិញគឺ password របស់យើងចាប់ពីលេខ1ដល់លេខ6អូតូអញ្ចឹងនៅពេលដែលបងឲ្យទៅកាន់ user នឹងឲ្យទៅកាន់ក្រុមការងាររបស់បងគឺគាត់អាច login user cashier password ពីលេខ1ដល់លេខ6ចា៎ឬក៏ក្នុងករណីមួយទៀតបងអាចយក password ហ្នឹងទេបងចង់ធ្វើការកំណត់ password ថ្មីជូនក្រុមការងាររបស់បងអាចចូលមកប៊ូតុង drop down នៅខាងចុងហើយបងយកពាក្យថា reset password ចា៎ចឹងបងអាចឆេង password confirm password ដូចទៅនឹងយើងផ្លាស់ប្ដូរ password ទូរស័ព្ទដៃរបស់យើងដូចគ្នាដែរឬក៏ Facebook ដូចគ្នាដែរ
ចាឬក៏មួយទៀតករណី cashier គាត់ទៅធ្វើការផ្លាស់ប្ដូរ password ដោយខ្លួនឯងហើយគាត់ភ្លេច password អញ្ចឹងក៏បងអាចមកធ្វើការ reset password នៅក្នុងមុខងារ reset password នឹងដោយខ្លួនឯងដោយបងអាច reset password ជូនគាត់ក៏បានដូចគ្នាផងដែរសម្រាប់ cashier មកវិញក្នុងករណីនៅពេលដែលបងផ្ដល់ username password ឲ្យគាត់ហើយគាត់ចង់ធ្វើការផ្លាស់ប្ដូរ password នឹងជាងគឺគាត់អាចធ្វើការផ្លាស់ប្ដូរបានដូចគ្នាគឺគាត់ត្រូវមកធ្វើការ login ផ្នែក back end តាមរយៈ URL ខាងលើនេះដដែលហើយគាត់ត្រូវចូលមកក្នុង profile របស់គាត់ហើយយកពាក្យថា change password ចាអញ្ចឹងនៅពេលដែលបង change នឹងឲ្យគាត់ធ្វើការវាយបញ្ចូលទៅនឹង password ដែលគាត់កំពុងប្រើប្រាស់ password ថ្មីហើយនឹង confirm password ថ្មីហើយគាត់ចុចពាក្យថា change អញ្ចឹងគឺវានឹងចាត់ទៅតាម password ថ្មីរបស់គាត់ចុងក្រោយចាអញ្ចឹងសម្រាប់ការបង្កើតទៅលើ user ធ្វើការ login របស់យើងគឺមានតែ3ចំណុចនឹងសំខាន់